បាទសូមគោរពអនុញ្ញាតជំរាបសួរអាយដាមលោកស្រីនៅនាងកញ្ញាជាទីមេត្រីបាទផែនការដៅមួយទៀតដោយសាររំហូរទឹកចេញពីភ្នំពេញលោកបាទធ្វើឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋមួយចំនួនបាទពលត្រីហើយនឹងសត្វពិហណៈដូចជាសត្វគោសត្វឆ្កែជាដើមហើយចំណុំពោលទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានទីតាំងផ្ទាល់នៅក្នុងភូមិតន័យបាទភូមិតន័យឃុំក្នុងពពកបាទនឹងរហូតដល់ឃុំតាំងសាំងសូមមានការប្រុងប្រយ័ត្នមែនទែនដោយសារបញ្ហានេះវារំហូរទឹកចេញពីភ្នំពាមលោកបាទភ្នំពាមលោកបាទឃើញទេបងប្អូនប្រហែលថ្ងៃនេះព័ត៌មានក្តៅខ្លាំងមែនទែនដោយសារប្រជាពលរដ្ឋមានភ័យខ្លាចបាទមានការភ័យខ្លាចដោយសាររំហូរទឹកនេះធ្វើឲ្យត្រីងាប់ជាច្រើនមែនទែនហើយថ្នាក់ដឹកនាំមានដូចជាលោកអាបាលនិងគណៈអាបាលខេត្តក៏លោកបានចុះទៅត្រួតពិនិត្យមើលនៅតំបន់ចំណុចភ្នំពាមលោកនេះផងដែរបាទហើយខ្ញុំបាទអត់មានអីច្រើនទេគ្រាន់តែចំណងពរទៅដល់ប្រជាពលរដ្ឋទាំងអស់ដែលជាប់នៅអូបាទអូកំហូរអូបាទតាមអែបជើងភ្នំពាមលោកនេះសូមមានការប្រុងប្រយ័ត្នមែនទែនដល់ថ្នាក់គោបាទសត្វគោផឹកទឹកមកផ្លែបកាច់ងាប់តែម្ដងហើយអាជ្ញាធរកំពុងតែប្រកាសផ្សព្វផ្សាយហើយជាមួយនឹងមណ្ឌលសុខភាពជាតិផងដែរនៅថ្ងៃនេះថ្ងៃទី20ថ្ងៃទី5បាទខែ12ឆ្នាំ2025បាទអាជ្ញាធរឃុំជាតិនៅជាមួយនឹងពេទ្យមណ្ឌលជាតិមានចាក់មីក្រូផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានពោះដោយសារសត្វដែលស្លាប់ទៅហើយសូមមេត្តាកុំយកមកបរិភោគអីបន្តទៀតបាទរឿងនេះគឺយ៉ាងក្តៅចូលដល់ប្រធានបទក្តៅរហូតដល់ថ្ងៃនេះមិនទាន់បាត់នោះទេសូមបងប្អូនដែលមើលគោមើលសត្វពិហណៈផ្សេងសូមមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនបាទហើយទឹកនេះហូរទៅលើខ្ញុំសិក្សាព្រឹកមិញថ្ងៃទី5នេះផងដែរហើយអូនេះហូរទៅធ្លាក់ចូលអូធំបាទអូធំវាច្បើអញ្ចឹងណាបងប្អូនហើយសូមមានការប្រុងប្រយ័ត្នដោយសារកុំក្បងទឹកហូរកុំយកសត្វមកឲ្យហូបទឹកតាមអូនេះបាទខ្ញុំបាទមានប៉ុណ្ណឹងហើយសូមទស្សនាសកម្មភាពរបស់អាជ្ញាធរឃុំជាតិហើយនឹងមណ្ឌលសុខភាពជាតិគាត់ក៏កំពុងប្រកាសផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នហើយកុំយកសត្វដែលគោហ្នឹងយកមកហូបអីបាទសូមជៀសវាងទាំងហ្នឹងបាទទីមួយប៉ះពាល់សុខភាពយើងខ្លាំងមែនទែនគ្រាន់តែគោផឹកទឹកចលកអូនេះគឺប្រកាច់ងាប់ព្រាមតែម្ដងបាទទឹកខ្លាំងបងប្អូនពុកម៉ែបងប្អូនយើងហើយសូមមេត្តាបើឃើញព័ត៌មាននេះសូមជួយ share ម្នាក់មួយឲ្យមិនមែនថាប្រជាពលរដ្ឋនៅក្នុងឃុំជាតិបាទចាប់ពីឃុំក្នុងពពកបាទអ្នកភូមិលមាសឃុំតាំងសាំងដែលទទួលកំហូរទឹកចេញពីភ្នំពាមលោកបាទបងប្អូនស្គាល់ហើយភ្នំពាមលោកបាទដោយសារអាជ្ញាធរហើយដូចជាថ្នាក់នាំដែលគាត់ចុះម្សិលមិញថ្ងៃទី4បាទមានថ្នាក់នាំធំរបស់យើងនៅក្នុងខេត្តកំពង់ឆ្នាំងគឺអាយដាមសុនវណ្ណរិទ្ធជាគណៈអាបាលនិងគណៈអាបាលខេត្តបាទហើយចុះទៅមួយមន្ត្រីជំនាញដូចជាត្រីបរិស្ថាននិងអាជ្ញាធរសមាជិកនៅក្នុងតំបន់នេះផងដែរ
รวมគ្នាជាមួយនឹងលោកបាស្រុកសូត្រសងដែលលោកបានប្រកាសសូមមានការបងប្អូនមានការបង្កើនការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនបាទខ្ញុំបាទមានតែប៉ុណ្្នឹងសូមទស្សនាសកម្មភាពរបស់អាជ្ញាធរគុំជាតិដូចតទៅបាទសូមមានគ្រប់គ្រងបានចូលរួមក្នុងកម្មវិធីនេះហើយជាឱកាសពេលនេះក៏សូមជម្រាបជូនទៅដល់បងប្អូនអូនក្មួយសាធារណជនបាទដែលមានវត្តមាននៅក្នុងកម្មវិធីនេះក៏ដូចជានៅក្នុងភូមិកណ្ដាលទាំងមូលក៏ដូចជានៅក្នុងភូមិជាតិទាំងមូលផងដែរយោងទៅតាមសភាពការនៅថ្ងៃទី3ថ្ងៃទី4មានករណីត្រីពុលនិងសត្វគោក្របីស្លាប់នៅអូរិស័យនៅចំណុចអូរិស័យដែលមានចាប់ពីខាងក្រោមក្នុងភៀងលោកទៅដល់ភូមិក្នុងបកបាទហើយដូច្នេះរដ្ឋបាលភូមិជាតិនិងមណ្ឌលសុខភាពភូមិជាតិបាទសូមធ្វើឱកាសពេលនេះជូនដំណឹងដល់បងប្អូនក្រុមគួយទាំងអស់សូមមេត្តាបាទប្រយ័ត្នបាទសត្វគោក្របីក៏ដូចជាមនុស្សបាទប្រើប្រាស់ទឹកអូវិស័យឬក៏បាទឲ្យសត្វពាហនៈគោក្របីបាទខាត់ចិត្តនៅតាមអង្គអូវិស័យបណ្ដាលឲ្យមានការពុលស្លាប់បាទសូមអាស្រ័យនេះសូមបងប្អូនក្រុមគួយទាំងអស់បាទមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទដើម្បីសុខសមត្ថភាពដើម្បីសុខភាពរបស់បងប្អូននិងសត្វពាហនៈផងដែរបាទសូមអរគុណ